ហើយអ្វីគេត្រូវជ្រើសរើសឥដ្ឋស្នោទម្ងន់ស្រាលសម្រាប់ការសាងសង់សំណង់នានានៅក្នុងដំណើរការនៃការសាងសង់ផ្ទះឥដ្ឋក្រហមត្រូវបានប្រើប្រាស់ជាធម្មតាសម្រាប់ការរៀបចំជាកម្រាលឥដ្ឋដោយសារតែសមត្ថភាពទ្របន្ទុកដ៏ល្អឥតខ្ចោះរបស់ពួកវាចំណែកឯឥដ្ឋហ្វូមវិញវាគឺជាសារធាតុបេតុងកោសិកាដែលបង្កើតបានតាមរយៈដំណើរការល្បាយស៊ីម៉ង់តពួកវាមានទម្រង់ស្រាលនិងអាចកាត់ផ្តាច់បានយ៉ាងងាយស្រួលដោយប្រើឧបករណ៍ផ្សេងៗដែលជារឿយគេមានអារម្មណ៍ថាមានភាពផុយស្រួយតែហេតុអ្វីបានជាមានអ្នកដែលសម្រេចចិត្តជ្រើសរើសយកសម្ភារៈបែបនេះទៅសាងសង់ទៅវិញនៅពេលដែលគេនិយាយអំពីចន្លោះខណ្ឌចែកនៅក្នុងអគារគោលបំណងចម្បងនៃជញ្ជាំងខណ្ឌចែកនោះគឺមិនមែនដើម្បីបង្កើនទម្ងន់ផ្ទុកនោះទេប៉ុន្តែគឺដើម្បីបែងចែកតំបន់និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់លំដោយសារតែឥដ្ឋក្រហមមានរចនាសម្ព័ន្ធរឹងមាំសម្រាប់តែទ្រទម្ងន់ផ្ទុកហើយវាមានទម្ងន់ធ្ងន់វាបានបង្កើនបន្ទុកយ៉ាងច្រើនទៅលើកម្រាលប្លង់សេហើយនេះធ្វើឲ្យមានហានិភ័យលើបន្ទុកនៃការរចនាដំបូងនៃកម្រាលប្លង់សេហើយអាចបង្កើតឲ្យមានគ្រោះថ្នាក់នានាគ្មានសុវត្ថិភាពនិងអាចបណ្ដាលឲ្យមានការខ្ជះខ្ជាយសម្ភារៈដែលមិនចាំបាច់និងការចំណាយខ្ពស់ជាជាងខណ្ឌចែកបន្ទុកមិនចាំបាច់ត្រូវការទ្រទម្ងន់អ្វីឡើយហេតុនេះឥដ្ឋពូរ៉ូហ្វូមដែលស្រាលគឺជាដំណោះស្រាយដ៏ល្អលើសពីនេះទៅទៀតរចនាសម្ព័ន្ធរបស់វាផ្ដល់នូវអ៊ីសូឡង់កម្ដៅដ៏ល្អវាធន់នឹងកម្ដៅនិងលក្ខណៈសម្បត្តិពិសេសក្នុងការការពារសំឡេងគុណសម្បត្តិទាំងនេះធ្វើឲ្យវត្ថុធាតុទម្ងន់ស្រាលដូចជាឥដ្ឋស្នោយហ្វូមនេះក្លាយជាជម្រើសដ៏សមហេតុផលសម្រាប់ការសង់ជញ្ជាំងខណ្ឌដែលមិនត្រូវការទ្រទម្ងន់បន្ទុកអ្វី